តើអ៊ុយក្រែនពិតជាអាចប្រើប្រាស់នៅមីស៊ីលរបស់អាមេរិកប្រភេទ Tomahawk បានដែរឬទេស្វាគមន៍ប្រិយមិត្តបងប្អូនអ្នកគ្នាមកកាន់វីដេអូថ្មីដែលយើងនឹងធ្វើការវិភាគអំពីសមត្ថភាពរបស់អ៊ុយក្រែនក្នុងការប្រើប្រាស់ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកដែលប្រធានាធិបតីអ៊ុយក្រែនកំពុងតែអំពាវនាវនិងបានជួបប្រជុំជាមួយនឹងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនាថ្ងៃទី17ខែតុលាសម្រាប់ការស្នើសុំដើម្បីឲ្យអាមេរិកប្រគល់នៅមីស៊ីលរយៈចម្ងាយឆ្ងាយទៅដល់ប្រទេសអ៊ុយក្រែនដើម្បីកំណត់គោលដៅទៅលើទីតាំងជ្រៅជ្រៅក្នុងប្រទេសរុស្ស៊ីសំណួរសួរថាតើអ៊ុយក្រែនពិតជាអាចប្រើប្រាស់នៅមីស៊ីល Tomahawk បានដែរឬទេយ៉ាងណាមិញការទទួលបាននៅមីស៊ីល Tomahawk គឺជារឿងមួយការប្រើប្រាស់នៅមីស៊ីលទាំងនេះគឺជារឿងមួយផ្សេងទៀតនៅថ្ងៃពុធកន្លងទៅរដ្ឋមន្ត្រីការពារជាតិលោក Denis Shmyhal បានប្រឡូយនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការ NATO ថាការសម្រេចចិត្តទៅលើកាំជ្រួចអាចនឹងត្រូវបានប្រកាសដោយប្រធានាធិបតី Volodymyr Zelensky និងប្រធានាធិបតីអាមេរិក Donald Trump នាថ្ងៃសុក្រនេះប្រសិនបើកិច្ចព្រមព្រៀងត្រូវបានស្វែងរកជាយូរមកហើយដោយទីក្រុងគីវទទួលបានផ្លែផ្កាដោយសារតែអ៊ុយក្រែនទំនងជាមិនទទួលបាននៅមីស៊ីលទាំងនេះក្នុងបរិមាណច្រើនគ្រប់គ្រាន់ដើម្បីបង្កើននូវភាពខុសគ្នាពិតប្រាកដដោយកិច្ចព្រមព្រៀងដែលបានស្នើឡើងហាក់ដូចជានិមិត្តសញ្ញាយ៉ាងទូលំទូលាយសំណួរជាក់ស្ដែងនៅតែមានទាក់ទងទៅនឹងរបៀបដែលយោធារបស់ទីក្រុងគីវនឹងដំណើរការមីស៊ីលដោយសារតែវេទិកាបាញ់បង្ហោះនិងអ្នកជំនាញណែនាំដែលត្រូវការយើងនិយាយអំពីទិដ្ឋភាពទូទៅនៃមីស៊ីល Tomahawk គឺជាកាំជ្រួចហោះរយៈចម្ងាយឆ្ងាយដែលបានបង្កើតឡើងសម្រាប់ការវាយប្រហារយ៉ាងជាក់លាក់ចូលទៅក្នុងទីជ្រៅជួរនឹងល្បឿនរបស់វាអាចមានការប្រែប្រួលប៉ុន្តែជាធម្មតាវាត្រូវបានលើកឡើងនៅចន្លោះសម្រាប់ការវាយប្រហារនៅចម្ងាយចន្លោះពី 1600 ទៅ 2400 គីឡូម៉ែត្រដែលស្ថិតនៅក្នុងល្បឿនប្រហែល 885 គីឡូម៉ែត្រនៅក្នុង1ម៉ោង Tomahawk មានសមត្ថភាពជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរប៉ុន្តែក៏អាចនឹងប្រើជាមួយនឹងក្បាលគ្រាប់ផ្ទុះខ្ពស់ធម្មតាដែលមានទម្ងន់ 454 គីឡូក្រាមផងដែរខណៈពេលដែលរ៉ាដយ៉ងបាញ់បង្ហោះតាមអាកាសដែលគេស្គាល់ថាជាប្រភេទ AGM-109 ត្រូវបានរុករកក្នុងអំឡុងសង្គ្រាមត្រជាក់វាមិនបានដំណើរការនោះទេវាបានបន្សល់ទុកនៅកំណែដែលបានបើកដំណើរការដោយកងទ័ពជើងទឹកជាវេទិកាចម្បងដែលប្រើនៅក្នុងចំនួននាពេលកន្លងមករួមទាំងសង្គ្រាមឈូងសមុទ្រលើកទី1រហូតដល់ការណែនាំថ្មីនៃការប្រែប្រួលនៅលើដីបន្ទាប់ពីការដកនៅសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ជុំវិញការរំលោភរបស់រុស្ស៊ីសំណួរសួរថាតើឧបករណ៍ដែលបាញ់បង្ហោះនឹងត្រូវប្រើនៅលើដីឬក៏នៅលើសមុទ្រដែលជាឧបសគ្គទី1សម្រាប់អ៊ុយក្រែនគឺការកំណត់របៀបនៃការបាញ់មីស៊ីល Tomahawk នេះ Tomahawk ដែលជាកាំជ្រួចមានមូលដ្ឋានលើកងទ័ពជើងទឹកជាចម្បងរបស់ពួកគេដែលជាទូទៅត្រូវបានបាញ់ចេញពីកប៉ាល់និងនាវាមុជទឹកបើទោះបីជាអ៊ុយក្រែនដំណើរការនាវាលើដីគ្មានមនុស្សបើកជាច្រើនដែលមានសមត្ថភាពបាញ់មីស៊ីលដែលប្រែប្រួលពីវេទិកាផ្សេងទៀតក៏ដោយការបាត់បង់ទ្រព្យសម្បត្តិកងទ័ពជើងទឹកដ៏ធំរបស់ខ្លួនបន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីនៅឆ្នាំ2014ដែលមានន័យថាជំរឿននៃការបាញ់បង្ហោះ Tomahawk ដែលមានមូលដ្ឋាននៅលើសមុទ្រគឺមិនទំនងខ្លាំងនោះទេប៉ុន្តែសហរដ្ឋអាមេរិកក៏មានកាំជ្រួច Tomahawk ដែលមានមូលដ្ឋាននៅលើដីមួយចំនួនតូចប៉ុណ្ណោះដែលបង្កើននូវការសង្ស័យអំពីចំនួនដែលវាអាចឬទុកសម្រាប់ទីក្រុងគីវបន្ទាប់ពីការដកខ្លួនចេញពីសន្ធិសញ្ញា INF ក្នុងឆ្នាំ2019សហរដ្ឋអាមេរិកបានចាប់ផ្ដើមប្រើប្រាស់ឧបករណ៍បាញ់គ្រាប់មីស៊ីល Mark 41សម្រាប់ប្រើប្រាស់នៅក្នុងដីនៅឆ្នាំ2025អាគុយ Typhoon ចំនួន2ដែលនីមួយៗមានឧបករណ៍បាញ់ចំនួន4ត្រូវបានបង្កើតឡើងសម្រាប់កងទ័ពសហរដ្ឋអាមេរិកនិងដាក់ពង្រាយទៅកាន់តំបន់ Pacific ខណៈដែលកង Marine បានទទួលនូវឧបករណ៍បាញ់ចំនួន4ទៅ8សម្រាប់នៃសមត្ថភាព Long Range Fire ដែលលែងដំណើរការចាប់តាំងពីកង Marine អាមេរិកបានបោះបង់ចោលនៅប្រភេទ Long Range Fire តាមលក្ខណៈបច្ចេកទេសវាអាចទៅរួចដែលថាអ្វីក៏ដោយដែលពួកគេមានអាចនឹងផ្ទេរទៅឲ្យប្រទេសអ៊ុយក្រែនប៉ុន្តែដោយសារតែថាពួកគេមិនអាចមានជំរឿសសក្តានុពលមួយចំនួនផ្សេងទៀតក្រុមហ៊ុនការពារ Okhov ដែលបាននិយាយកាលពីថ្ងៃទី13ខែតុលាថាឆាប់នេះខ្លួននឹងបង្ហាញនៅឧបករណ៍បាញ់បង្ហោះចល័តនៅលើដីសម្រាប់ Missile Tomahawk ដែលវាត្រូវបានឲ្យឈ្មោះថា Exmouth មកពីពាក្យពេញ Extreme Multi Mission Autonomous Vehicle សេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបាននិយាយថាឧបករណ៍ Exmouth នឹងត្រូវបានបង្ហាញជាលើកដំបូងជាមួយនឹងមីស៊ីល Tomahawk Flying Attack ចំនួន4ខណៈពេលដែលវាមិនទំនងដែលថា Exmouth នឹងត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនមុនពេលដែលសហរដ្ឋអាមេរិកធ្វើទេនោះប្រព័ន្ធថ្មីដែលចូលបម្រើជាមួយនឹងអ៊ុយក្រែនមុនពេលដែលប្រទេសកំណើតរបស់ពួកគេមិនត្រូវបានគេលើកដោយដែលបានឃើញនៅក្នុងករណីថ្មីនេះជាមួយនឹងប្រព័ន្ធ Sky Ranger របស់ប្រទេសអាល្លឺម៉ង់នោះក៏នឹងស្របទៅតាមគំនិតព្រួយផ្ដើមនៃការធ្វើតេស្តនៅអ៊ុយក្រែនរបស់ទីក្រុងគីវ
ទំនងជាតិចជាងនេះទៅទៀតដែលកំជ្រួចនៅលើដីដែលត្រូវបានកំទេចដោយកងទ័ពអាកាសអាមេរិកក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1990 ដែលជាកំណែដែលគេស្គាល់ថាជា BGM-109G Gripon ដែលដំណើរការមួយរយៈមុនពេលដែលចុះហត្ថលេខាទៅលើ INF ក្រោយមកមីស៊ីលទាំងអស់ត្រូវបានគេរាយការណ៍ថាត្រូវបានរំសាយចោលវាអាចទៅរួចដែលថាឧបករណ៍បាញ់បង្ហោះមួយចំនួនដែលសល់ពីសម័យនោះនៅអាចប្រើប្រាស់បានប៉ុន្តែបើទោះបីជាអាចធ្វើបានក៏ដោយការស្ដារនៅពួកគេឲ្យស្ថិតនៅក្នុងស្ថានភាពប្រតិបត្តិការវិញគឺជាកិច្ចការដ៏ធំធេងមួយយ៉ាងណាមិញក៏មានឧបសគ្គមួយផ្សេងទៀតសម្រាប់អ៊ុយក្រែននោះគឺការរុករកនិងការកំណត់គោលដៅឧបសគ្គដ៏សំខាន់នោះគឺថាការរុករកនិងការកំណត់គោលដៅដែលចោទជាសំណួរអំពីរបៀបដែលការណែនាំដ៏រសើបនិងការស៊ើបការសម្ងាត់ដែលមន្ទីរបញ្ចកោណមានឆន្ទៈក្នុងការចែករំលែកជាមួយនឹងទីក្រុងគីវដើម្បីធ្វើឲ្យមីស៊ីលដំណើរការរៀបចំផែនការអាចនឹងត្រូវបានសង្ខេបដោយខាងក្រោមដែលមានការជ្រើសរើសគោលដៅការកំណត់ទ្រង់ទ្រាយនៃការវាយប្រហារដ៏ល្អប្រសើររៀបចំផែនការផ្លូវហោះហើរនិងផ្ទុកទិន្នន័យបេសកកម្មទៅក្នុងមីស៊ីលមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់មកកាន់កាសែត Financial Times នាពេលថ្មីនេះថាមន្ទីរបញ្ចកោណបានផ្ដល់នូវការគាំទ្រពេញទំហឹងនៅគ្រប់ដំណាក់កាលនៃការរៀបចំផែនការសម្រាប់ការវាយប្រហាររយៈពេលវែងរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីរួមទាំងផែនការផ្លូវកម្ពស់ពេលវេលានិងព័ត៌មានលម្អិតអំពីបេសកកម្មដូច្នេះវាអាចត្រូវបានគេរំពឹងថាមន្ទីរបញ្ចកោណនឹងផ្ដល់ព័ត៌មានចាំបាច់សម្រាប់ការវាយប្រហារនៅមីស៊ីល Tomahawk បើទោះបីជាពួកគេទំនងជាត្រូវការទិន្នន័យស្មុគស្មាញជាងអ្វីដែលប្រើប្រាស់ដោយយន្តហោះគ្មានមនុស្សបើកដោយសារតែវិធីសាស្ត្រនៃការរុករករបស់ Tomahawk ក៏ដោយស្រដៀងទៅនឹងកម្មជ្រួច Flamingo របស់អ៊ុយក្រែនដែរ Tomahawk ក៏ប្រើនូវឧបករណ៍ទទួល GPS និងប្រព័ន្ធរុករកអាសកម្ម INF ផងដែរដោយ GPS ផ្ដល់នូវឯកសារយោងទីតាំងខាងក្រៅនិង INF តាមដានចលនារាងកាយពាក់កណ្ដាលអាកាសដើម្បីកែតម្រូវផ្លូវប៉ុន្តែមីស៊ីល Tomahawk ក៏មានបំពាក់នូវប្រព័ន្ធ Terrain Counter Matching System ដែលប្រៀបធៀបរូបភាពពេលវេលាជាក់ស្ដែងនិងទិន្នន័យនៅលើដីជាមួយនឹងមូលដ្ឋានទិន្នន័យនៅលើយន្តហោះដើម្បីផ្ទៀងផ្ទាត់ផ្លូវហោះហើររបស់វាដែលធ្វើឲ្យវាមានភាពសុក្រឹតជាងសហសម័យរបស់វានៅពេលប្រតិបត្តិការអាវុធរយៈចម្ងាយឆ្ងាយចំណុចផ្លូវទំនងជាត្រូវបានកំណត់ដោយផ្អែកទៅលើការស៊ើបការសម្ងាត់ដែលមានដូចជាទីតាំងការពារអាកាសនិងកូអូដឺណេគោលដៅដែលជាផ្នែកនៃផ្លូវដែលបានគ្រោងទុកជាមុននរណាម្នាក់នឹងត្រូវបានរៀបចំផ្លូវនៅលើកុំព្យូទ័របន្ទាប់មកវាផ្ទុកទៅក្នុងអាវុធដំណើរការបច្ចេកទេសដែលនៅតែត្រូវបានចាត់ថ្នាក់ទិន្នន័យដី Digital នៃផ្លូវត្រូវបានផ្ទុកទៅក្នុងកាំជ្រួចដើម្បីឲ្យការរុករកដែលត្រូវនឹងដំណើរការសំណួរសួរថាតើអាមេរិកនឹងផ្ដល់ទិន្នន័យនោះដែរឬទេតើទិន្នន័យដែលត្រូវបានផ្ទុកជាមុនពេលដែលពួកគេចូលទៅក្នុងអ៊ុយក្រែនបើមិនដូច្នេះនោះទេតើបុគ្គលិកអ៊ុយក្រែននឹងត្រូវបានផ្ដល់សិទ្ធិចូលប្រើប្រាស់ទិន្នន័យដើម្បីបង្ហោះវាមុនពេលដែលចាប់ផ្ដើមដំណើរការដែរឬទេឬថាតើនរណាម្នាក់មកពីសហរដ្ឋអាមេរិកចាំបាច់ត្រូវមានមូលដ្ឋានដើម្បីបញ្ចូលនូវទិន្នន័យពីឯកសារមូលដ្ឋានទិន្នន័យដែលផ្ដល់ដោយសហរដ្ឋអាមេរិកយ៉ាងណាមិញបញ្ហាទាំងអស់នេះនៅតែត្រូវបានចាត់ថ្នាក់យ៉ាងទូលំទូលាយប៉ុន្តែដោយដែលបានឃើញអំពីឧទាហរណ៍នៃកម្មជួយ Storm Shadow របស់ចក្រភពអង់គ្លេសដែលឥឡូវនេះបានដាក់ឲ្យអ៊ុយក្រែនដែលពឹងផ្អែកទៅលើទិន្នន័យគោលដៅរបស់អាមេរិកផងដែរដែលវាមិនហួសអំពីព្រំដែននៃលទ្ធភាពសម្រាប់ការបញ្ចូលព័ត៌មានគោលដៅនោះទេមេកានិកនៃរបៀបដែលវានឹងដំណើរការគឺហួសអំពីសំណួររាប់លានដុល្លារបាទប្រិយមិត្តបងប្អូនអ្នកគ្នាដែលទីនេះគឺជាសំណួរដែលយើងគួរចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងសមត្ថភាពរបស់អ៊ុយក្រែនសម្រាប់ការប្រើប្រាស់ជាមួយនឹងមីស៊ីល Tomahawk ហើយយ៉ាងណាមិញបើទោះបីជាសហរដ្ឋអាមេរិកផ្ដល់មីស៊ីល Tomahawk ឲ្យអ៊ុយក្រែននឹងសំណួរសួរថាតើអ៊ុយក្រែនអាចប្រើប្រាស់វាបានឬទេដោយមីស៊ីល Tomahawk នេះគឺវាត្រូវការនៅបច្ចេកវិទ្យាមួយចំនួនដែលអ៊ុយក្រែនអាចនឹងមិនមានណាក៏ប៉ុន្តែយ៉ាងណាមិញបើយកទៅតាមការបដិញ្ញាចិត្តសាពីសហរដ្ឋអាមេរិកដែលមានការចែករំលែកនៅព័ត៌មានសម្ងាត់ពិចារកម្មក៏ដូចជាការផ្ដល់នៅកងកម្លាំងយោធាមួយចំនួនសម្រាប់ដំណើរការនៃការបាញ់បង្ហោះនៅមីស៊ីលនេះក៏ដូចជាការវឹកវើទៅដល់កងទ័ពអ៊ុយក្រែនសម្រាប់ការប្រើប្រាស់ក៏ដូចជាជំនាញមួយចំនួនដែលសហរដ្ឋអាមេរិកអាចនឹងផ្ទេរទៅឲ្យអ៊ុយក្រែនណាហើយវាក៏ជារឿងមួយផ្សេងទៀតដែលសហរដ្ឋអាមេរិកនឹងត្រូវប្រឈមមុខជាមួយនឹងរុស្ស៊ីសម្រាប់ការឆ្លើយតបបន្ទាប់ពីពួកគេបានផ្ទេរឲ្យអ៊ុយក្រែននៅសមត្ថភាពនៃមីស៊ីលរយៈចម្ងាយឆ្ងាយដូចទៅនឹងប្រភេទ Tomahawk នេះ